នៅកំពង់ស្ពឺកុមារាអាយុ11ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបាក់សី H5N1 ក្រសួងសុខាភិបាលបានប្រកាសពីការស្លាប់របស់កុមារាអាយុ11ឆ្នាំម្នាក់ដោយសារជំងឺផ្ដាសាយបាក់សី H5N1 ដែលរស់នៅភូមិសេសំពងឃុំខ្ញុំក្រាំងស្រុកសំរងទងខេត្តកំពង់ស្ពឺការស្លាប់របស់កុមារារូបនេះដោយសារជំងឺផ្ដាសាយបាក់សី H5N1 បន្ទាប់រកឃើញវិជ្ជមានវីរុសផ្ដាសាយបាក់សីប្រភេទ H5N1 ពីវិទ្យាស្ថាន Pasteur កម្ពុជាកាលពីថ្ងៃទី27 ខែឧសភាឆ្នាំ2025ក្រសួងសុខាភិបាលបានបញ្ជាក់ថាកុមារាខាងលើនេះបានស្លាប់នៅថ្ងៃទី27 ខែឧសភាឆ្នាំ2025ដោយសារមកដល់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរពេករួមមានក្តៅខ្លួនខ្លាំងក្អកហត់និងពិបាកដល់ដង្ហើមធ្ងន់ធ្ងរតាមការសាកសួរបង្ហាញថានៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារារូបនេះចាប់ផ្ដើមឈឺជាមួយគ្នានេះក្រសួងសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបាននឹងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនៃជំងឺផ្ដាសាយបាក់សីនិងធ្វើការឆ្លើយតបទៅនឹងវិធីសាស្ត្របច្ចេកទេសបន្តស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្សនិងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីហ្វ្លូដល់អ្នកប៉ះពាល់ជិតស្និទ្ធនិងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើផងដែរក្រសួងសុខាភិបាលក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបាក់សីជានិច្ចពីព្រោះជំងឺផ្ដាសាយបាក់សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋដែលអាចធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ